Good morning អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះថ្ងៃទី3ហើយនៅសិង្ហបុរីព្រឹកនេះដែរគឺយើងនឹងធ្វើដំណើរទៅកាន់ Malayan Park អត់ដឹងថានៅណាដែរប្រហែលជាកន្លែងតោបាញ់ទឹកនោះដឹងខ្ញុំអត់ទាន់បាន research មើលប៉ុន្តែដល់យើងទៅ Malayan Park យើងនឹងចេញដំណើរនៅម៉ោង 8:40 ឥឡូវនេះម៉ោង 8 គត់យើងរៀបចំទៅញ៉ាំអាហារពេលព្រឹកនៅក្រុមនឹងសិនតោះមក 8:40 យើងឡើងឡានក្រុងទៅតែម្ដងអូខេបងប្អូនឥឡូវយើងបានហាពេលព្រឹករួចរាល់ហើយត្រៀមចេញដំណើរឡើងឡានបាទឥឡូវឡានក្រុងមកដល់ហើយយើងធ្វើដំណើរឡើងឡានក្រុងទាំងអស់គ្នា Good morning. maybe ទៅខាងក្រោយមកពេញពេញជីខាងក្រោយម្ដងខាងមុខគេចាប់អារម្មណ៍គ្រប់គ្នាហ៎នៅមុខក៏បានអានោះសុំអង្គុយខាងនេះស្រួលមើលអាយឥឡូវយើងមកដល់តំបន់ដែលយើងត្រូវការទៅ Malayan Park ហើយអូខេ wow this is Singapore មកគៀគេណាMalayan Park 10ទីឥឡូវយើងមកដល់តំបន់នេះហើយយើងនឹងធ្វើដំណើរទៅ Malayan Park ប៉ុន្តែឥឡូវនេះយើងអត់ដឹងថានៅកន្លែងណាទេដឹងតែមានអគារខ្ពស់ខ្ពស់ច្រើនមែនទេដឹងនៅកន្លែងណាអត់នឹងគេហៅគេនឹងគេហៅមកចូលមកគ្នានឹងហៅអីគេ Singapore អត់ដឹងដូចគ្នាហ្នឹងយើងអូខេឥឡូវយើងបានមកដល់ហើយបាទនេះនោះទូក៏ទូនៅលើអគារទូក៏ Wow that's beautiful ស្អាតមែនតើអ្នកនរគ្នាទូកហ្នឹងគេមិនព្រមដាក់ក្នុងទឹកទៅដាក់លើអគារវិញណាឥឡូវនេះយើងកំពុងធ្វើដំណើរចូលទៅទីតាំងដែលគេមកច្រើនជាងគេដើម្បីមើលទៅកាន់អគារដែលមានទូកក្នុង Malayan Park ជាសេះតោបាទតោបាញ់ទឹកសេះសមុទ្រដូចតោដែរបាទតោក្បាលតោខ្លួនត្រីតោបាញ់ទឹកអញ្ចឹងនៅទីនឹងដែរបាទយើងឃើញលើហើយបាទនេះមកដល់ហើយ Here we go the best ទីបំផុតបាទយើងបានមកដល់ហើយបាទនេះ this amazing បាទស្អាតមែនតើអ្នកទាំងអស់គ្នាបាទឡោះតែឃើញក្នុងរូបណាឥឡូវយើងបានរូបផ្ទាល់ហើយនេះ Spider-Man hey hi cool I do for my own Hello, Facebook welcome page to Singapore. So Nice. yeah Yes. where we go next Okay. Look at the building in front. Tell me what do you see? This particular building. What does it resemble? I don't know You don't know? In Singapore, we sort of fondly like to call this as the durian. oh durian Oh. Like durian. Yeah. Durian, right? it's There, the durian. it's for in Cambodia it's look like jackfruit Jackfruit. No, but this is the theater by the bay. So Okay. in there is actually theater and concert hall. Yeah, but why is this building architecture designed with the spike? Because the glass is to reflect away the sun. Yeah, Yeah, sure. and it has the motion to move. It has a rotating function. So when the sun is too bright, the glass will move to face the sun to reflect away the sunlight. So Correct. to keep the temperature inside is cold Yes, and to use less energy. yeah Yeah. អូខេគ្នាយើងចឹង
បន្ទាប់ពីយើងចេញពីកន្លែងតោបាញ់ទឹកនេះយើងទៅអាគារមួយដែលគាត់ថាមានរាងដូចទរ៉េនប៉ុន្តែខ្ញុំមើលទៅដូចខ្នុរវិញណាដូចទរ៉េនគាត់ថាគេ design inspire ពីទរ៉េន concept ពីទរ៉េនណាបន្លាទរ៉េនជាទរ៉េនតាមគាត់និយាយមិញទរ៉េនគឺជាផ្លែឈើមួយដែលជាផ្លែឈើពេញនិយមសម្រាប់ប្រជាជនសិង្ហបុរីអញ្ចឹងអាគារមួយហ្នឹងគេ inspire ពីទរ៉េនគេធ្វើអាស្រួចកញ្ចក់ហ្នឹងដើម្បីឲ្យ reflect កម្ដៅចេញក្រៅកុំឲ្យក្ដៅពេកនៅខាងក្នុងបាទនេះត្រូវទេបាទអាគារនេះគាត់ថាដូចទរ៉េនតែខ្ញុំមើលទៅដូចខ្នុរ You experience gains from your traveling. And last but not least, you are going to talk about your final impression about Singapore. Okay? I want to try to drink like you Okay. okay You try. Ủa bà bạn là đi dương man trôi một nông kia terrain này tại nhưng cho bà ròm này tục này bà tục này đây giờ máy nhôm bị môn đá này nhưng trong riêng studio mà đó lại này cứ trâu rồi mòn bà sơ sầm rồi studio main microphone main sound monitor main sound card ấy tràn mình tên mà ok đã càng không mà ngại đang hàng kéo liền nè hàng kéo liền look at this raining chạy rồi bên đây trồng liền ấy hẻm này ở cố nó cho té nó nơi hà liền rồi cho hà liền បាទអរគុណច្រើនពុកម៉ែបងប្អូនអ្នកនាងចឹងវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមនឹងសិនហើយកុំឲ្យវែងពេកបាទចាំជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយទៀតបាទជម្រាបលា